ជំរាបសួររឿងរបស់ខ្ញុំគឺជាហេតុការណ៍មួយដែលបានកើតឡើងនៅយប់មួយបន្ទាប់ពីបើកឡានត្រឡប់មកផ្ទះវិញហើយបានជួបប្រទះនឹងព្រឹត្តិការណ៍ចម្លែកមួយដែលខ្ញុំស្ទើរតែមិនជឿខ្ញុំបានបិទភ្នែកហើយនៅតែឃើញរូបភាពនោះខ្ញុំនៅតែចងចាំវារហូតមកដល់សប្តាហ៍ថ្ងៃនេះដូច្នេះសូមឲ្យខ្ញុំចាប់ផ្ដើមរឿងកាលពីយូរយារណាស់មកហើយកាលខ្ញុំមានអាយុ20ឆ្នាំដើមខ្ញុំមានក្រុមមិត្តភ័ក្តិជិតស្និទ្ធមួយក្រុមហើយថ្ងៃមួយមិត្តភ័ក្តិរបស់ខ្ញុំដែលបានបែកគ្នាអស់រយៈពេលយូរមិនបានជួបគ្នាតាំងពីចប់សាលាមកពួកគេបានទូរស័ព្ទមកយើងហើយប្រាប់យើងថាពួកគេនឹងបួសបើពួកគេអាចមកបានពួកគេនឹងមកប៉ុន្តែបើពួកគេមិនអាចមកបានវាមិនមានបញ្ហាអ្វីទេពេលយើងដឹងរឿងនោះហើយយើងក៏សម្រេចចិត្តនិយាយគ្នាក្នុងក្រុមថាតើត្រូវទៅឬអត់និងត្រូវទៅដោយរបៀបណាចំណែកខ្ញុំវិញខ្ញុំចង់ទៅដែរព្រោះយើងបួសតែម្ដងគត់ហើយពេលយើងនិយាយគ្នាមិត្តភ័ក្តិជាច្រើនបានប្រាប់ខ្ញុំថាពួកគេនឹងស្រវឹងស្រាហើយស្នាក់នៅមួយយប់ប៉ុន្តែនៅពេលនោះខ្ញុំមិនទំនេរទេដូច្នេះខ្ញុំមិនអាចស្នាក់នៅមួយយប់បានទេដូច្នេះខ្ញុំបានសួរជាទូទៅថាតើអ្នកណានឹងត្រឡប់ទៅវិញនៅពេលព្រឹកនិងពេលល្ងាចខ្ញុំនឹងបើកឡានជូនអ្នកហើយចៃដន្យណាស់មានមិត្តភ័ក្តិ2នាក់ដែលមិននៅគឺណេតនិងគង់ដែលចង់ត្រឡប់ទៅវិញនៅពេលព្រឹកនិងពេលល្ងាចដូច្នេះខ្ញុំបានយល់ព្រមទៅជាមួយគ្នាដែលពិធីបូជារបស់មិត្តភ័ក្តិខ្ញុំនឹងត្រូវធ្វើឡើងនៅខេត្តមួយផ្សេងទៀតដែលនៅឆ្ងាយណាស់ដូច្នេះខ្ញុំគិតថាខ្ញុំនឹងចេញទៅក្រៅនៅពេលព្រឹកហើយនៅពេលដែលថ្ងៃនោះមកដល់សាសាគិតថាខ្ញុំនឹងធ្វើជាអ្នកបើកបរហើយយកឡានរបស់ខ្ញុំទៅក៏មានគង់និងណេតអង្គុយជាមួយខ្ញុំប៉ុន្តែមិត្តខ្ញុំបានណែនាំថាខ្ញុំគួរតែជិះឡានរបស់ណេតព្រោះគាត់ទើបតែចេញមកដូច្នេះគាត់អាចអង្គុយបានស្រួលរួមទាំងណេតជា LGBTQ ផងដែរដូច្នេះគាត់មិនផឹកទេគាត់នឹងបើកឡានឲ្យខ្ញុំអញ្ចឹងទៅឡានខ្ញុំទៅខ្ញុំនឹងបើកឡានឲ្យអ្នកដូច្នេះអ្នកអាចព្យាយាមរត់បានឆ្ងាយដែរពេលយើងយល់ព្រមលើរឿងនោះនៅថ្ងៃនោះងងឹតយើងបានចេញទៅរហូតដល់ពេលយើងទៅដល់កន្លែងធ្វើការអ្វីៗគឺធម្មតាយើងបានទៅវត្តញ៉ាំអាហារពេលរសៀលរហូតដល់ថ្ងៃត្រង់យើងផឹកស្រាបន្តិចហើយពេលកន្លងផុតទៅមិត្តភ័ក្តិដែលមកតាមឡានបានសុំត្រឡប់ទៅជំរុំវិញដូច្នេះនៅពេលនោះយើងទាំង3នាក់ក៏សម្រេចចិត្តត្រឡប់ទៅវិញពេលនោះយើងបាននិយាយលាគ្នារួចដើរចូលទៅគោរពម្ដាយខ្ញុំដោយនិយាយថាយើងនឹងត្រឡប់ទៅវិញដូច្នេះម្ដាយខ្ញុំបាននិយាយថាបន្ទាប់មកយកបាយទៅញ៉ាំព្រឹកឡើងនៅមានបាយច្រើនហើយម្ដាយខ្ញុំយកការីបៃតងមាន់បំពងនិងរបស់ជាច្រើនទៀតដាក់ចូលក្នុងថង់ក្តៅធំមួយហើយមានអាហារសម្រន់ជាច្រើនទៀតឲ្យយើងញ៉ាំអរគុណម៉ាក់ស្អែកឡើងយើងនឹងមកលេងពេលខ្ញុំទៅធ្វើការខ្ញុំពិតជាត្រូវត្រឡប់ទៅវិញថ្ងៃនេះមិនអីទេកូនប្រុសបើកបរដោយសុវត្ថិភាពហើយណេតក៏មិនស្វឹងដែរមែនទេបើកបរយឺតកុំប្រញាប់បន្ទាប់ពីនិយាយជាមួយម្ដាយខ្ញុំរួចខ្ញុំបានប្រាប់ម្ដាយខ្ញុំថាណេតទៅកាយបើកបរណាគាត់ជាម្ដាយរបស់ឡានហើយឡានថ្មីនោះព្រោះឡានចាស់ទើបតែបុកអូទេខ្ញុំនិយាយទៅកាន់ម្ដាយខ្ញុំហើយបន្ទាប់ពីនោះយើងបានត្រឡប់មកវិញពេលនោះម៉ោងប្រហែល6ល្ងាចពេលឡានកំពុងបើកចេញណេតបានសួរថាតើវត្តណាដែលមិនចាំបាច់កោសក់ព្រោះវាមិនចង់ទំពេកដែលខ្ញុំសើចហើយប្រាប់គាត់ឲ្យពាក់សក់ខ្លាំងៗហើយពេលខ្ញុំអង្គុយកៅអីខាងក្រោយពេលខ្ញុំស្ដាប់ណេតនឹងគង់ជជែកគ្នានៅខាងមុខខ្ញុំចាប់ផ្ដើមងុយគេងព្រោះខ្ញុំផឹកច្រើនពេកហើយពេលវាដូចនោះខ្ញុំគិតថាខ្ញុំនឹងគេងមួយផ្លេតដើម្បីភ្ញាក់ពីដំណេកហើយជួយបើកបរដោយសារតែនៅឆ្ងាយរាប់រយគីឡូម៉ែត្រទៀតខ្ញុំក៏ប្រញាប់ចូលគេងហើយយូរទៅពីម៉ាស៊ីនត្រជាក់ក្នុងឡានត្រជាក់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាក្តៅខ្ញុំមានអារម្មណ៍ចម្លែកខ្ញុំមិនអាចនិយាយវាត្រូវទេវាដូចជាមានខ្យល់បក់ខ្លាំងហើយមានសំឡេងរំខានសំឡេងបរិយាកាសពីខាងក្រៅខ្លាំងនៅក្នុងឡានប៉ុន្តែនៅពេលនោះខ្ញុំពាក់កណ្ដាលល្ងុយគេងនិងពាក់កណ្ដាលភ្ញាក់ខ្ញុំមិនទាន់បើកភ្នែកនៅឡើយទេរហូតដល់មួយសន្ទុះក្រោយមកខ្ញុំស្រាប់តែភ្ញាក់ឡើងហើយពេលខ្ញុំបើកភ្នែកឡើងខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលខ្ញុំឃើញថាឡានចតហើយទ្វារអ្នកបើកបរបើកម៉ាស៊ីនត្រជាក់ត្រូវបានបិទហើយណេតដែលជាអ្នកបើកបរមិនបានអង្គុយលើកៅអីទេខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះខ្ញុំក៏ងាកមុខទៅមើលម្ខាងទៀតដែលខ្ញុំបានឃើញខុងដែលកំពុងអង្គុយលើកៅអីខាងមុខបានលូកដៃចេញហើយមើលទៅខាងក្រៅដូច្នេះខ្ញុំបានសួរថាមានរឿងអ្វីកើតឡើងគង់បាននិយាយថាណេតបានឃើញឡានដូច្នេះគាត់ក៏ចតឡានដើម្បីយកអាហារមកខ្ញុំមានការងឿងឆ្ងល់ដើម្បីអ្វីហេតុអ្វីបានជាវានៅទីនេះហើយពេលខ្ញុំដឹងខ្លួនខ្ញុំបានមើលជុំវិញខ្ញុំបានឃើញផ្លូវនោះខ្ញុំមិនធ្លាប់ស្គាល់វាទាល់តែសោះវាដូចជាផ្លូវបំបែកមួយហើយផ្លូវនោះជាផ្លូវពីរគន្លងនៅសងខាងផ្លូវគួរតែមានដើមឈើមួយវាជាដើមឈើធំមួយវាខ្ពស់ណាស់ដែលអ្នកស្ទើរតែមើលមិនឃើញវាហើយក្រៅពីភ្លើងឡានអ្នកស្ទើរតែមើលមិនឃើញអ្វីទាំងអស់ទាំងអស់ពោពេញដោយភាពងងឹតឡានដែលនៅជុំវិញនោះប្រៀបដូចជាសុទ្ធពណ៌ក្រហមដូច្នេះខ្ញុំបានបើកខ្នងឡានហើយមើលទៅណេតរហូតដល់ខ្ញុំឃើញណេតកំពុងដើរនៅចិញ្ចើមផ្លូវដើរចូលទៅក្នុងព្រៃជ្រៅទូរស័ព្ទពីពិធីបំបួសកំពុងតែធ្លាក់មកលើឥដ្ឋយឺតគ្របដោយថង់ប្លាស្ទិកហើយមួយសន្ទុះក្រោយមកណេតបានចាក់អាហារចូលដាក់ដៃចុះឲ្យជូតវាប៉ុន្តែអ្នកដឹងទេពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានឃើញខ្ញុំមិនបានឃើញឆ្កែទេខ្ញុំមិនបានឃើញឆ្កែទាល់តែសោះកុងទៅវានៅឯណាឆ្កែនៅឯណាខ្ញុំមិនបានឃើញឆ្កែអ្វីទាំងអស់មែនហើយខ្ញុំក៏មិនដឹងដែរប៉ុន្តែពេលខ្ញុំកំពុងបើកបរខ្ញុំឃើញណេតសម្លឹងមើលគ្រប់ពេលគាត់និយាយថាមានឆ្កែច្រើនណាស់ហើយខុងក៏និយាយផងដែរថាពេលខ្ញុំបន្តបើកបររហូតដល់ខ្ញុំមកដល់ទីនេះណេតបាននិយាយថាគាត់មានអារម្មណ៍អាណិតខ្ញុំដូច្នេះគាត់ក៏ឈប់ពេលគាត់ឈប់គាត់ក៏ចុះទៅគាត់បានរើសកាបូបនឹងអាហារបន្ទាប់មកគាត់បានដើរចុះតាមចិញ្ចើមផ្លូវហើយបន្តទៅមុខទៀតនោះហើយជាអ្វីដែលខ្ញុំបានឃើញពីរឿងទាំងអស់នេះខ្ញុំមានអារម្មណ៍ចម្លែកខ្លាំងណាស់ខ្ញុំបារម្ភពីណេតដូច្នេះខ្ញុំបានចុះទៅជួបមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែនៅវិនាទីនោះពេលខ្ញុំចាប់ទ្វារត្រៀមបើកវាបានបង្ហាញថាខ្ញុំចាប់ផ្ដើមឃើញភ្នែករូបរាងនោះឆ្លុះបញ្ចាំងពន្លឺជាគូប៉ុន្តែអ្នកដឹងទេបន្ទាប់ពីខ្ញុំមើលទៅខាងក្រៅខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថាវាមិនមែនជាឆ្កែទេប៉ុន្តែវាបានប្រែក្លាយទៅជាមនុស្សម្ចាស់សត្វនោះជាមនុស្សស្បែកសស្បែករបស់វាស្គមណាស់គាត់ជាបរិសម្នាក់ស្លៀកអាវគាត់កំពុងអង្គុយដោយដៃរបស់គាត់នៅលើឥដ្ឋគាត់មើលទៅដូចជាឆ្កែហើយមានប្រហែល10នាក់ក្នុងចំណោមពួកគេពេលខ្ញុំឃើញដូច្នោះភ្លាមខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះបីជាខ្ញុំស្រែកខ្លាំងៗក៏ដោយក៏ខ្ញុំបានស្រែកប្រាប់និតឲ្យត្រឡប់ទៅក្នុងឡានវិញព្រោះវាមិនជាឆ្កែទេប៉ុន្តែវាបានប្រែក្លាយថានៅពេលនោះកាមេរ៉ាបានលូតពីលើលេខផ្លាស់ទីទៅចំហៀងអ្នកបើកបរលើកដៃឡើងបិទទ្វាររហូតដល់ឡានឡើង
ពណ៌ក្រហមទាំងស្រុងហើយប៉ុណ្ណឹងហើយបន្ទាប់ពីទ្វារត្រូវបានបិទកាមេរ៉ាបានបើកចេញពីឡាននៅពេលនោះខ្ញុំបានស្រែកប្រាប់វាឲ្យចាក់ចេញពីមិត្តរបស់ខ្ញុំហើយត្រឡប់ទៅរកណេតវិញប៉ុន្តែនៅពេលនោះមិនថាខ្ញុំស្រែកប៉ុណ្ណាខ្ញុំនិយាយជាមួយវាប៉ុណ្ណាទេកាមេរ៉ាមិនបានឈប់ទេប៉ុន្តែពេលវាទៅដល់ចំណុចមួយវាគួរតែចេញមកប្រហែល2គីឡូម៉ែត្រកាមេរ៉ាបានងាកមកវិញហើយនិយាយថាវាមិនមែនជាណេតទេខ្ញុំពិតជាមានការងឿងឆ្ងល់ណាស់ខ្ញុំមិនយល់ថាមានអ្វីកើតឡើងទេខ្ញុំគិតថាខ្ញុំមិនគួរដេកទេប្រសិនបើខ្ញុំភ្ញាក់ពីដំណេកវាអាចប្រសើរជាងហើយបន្ទាប់ពីនោះកាមេរ៉ានៅតែបន្តដំណើរការខ្ញុំគិតថានេះមិនមែនវាទេវាមិនអាចជាណេតបានទេហើយយើងមិនគួរចាក់ចេញពីមិត្តរបស់យើងទេខ្ញុំបានស្រែកប្រាប់វាឲ្យឈប់ឥឡូវនេះហើយបើកឡានត្រឡប់មកវិញអ្វីក៏ដោយដែលកើតឡើងវាត្រូវតែកើតឡើងប៉ុន្តែនៅពេលនោះខណៈពេលដែលឡានកំពុងបើកបរទៅមុខកាមេរ៉ាបានលែងវាហើយបែរមកក្រោយវិញខ្ញុំបានស្រែកដាក់វាថាខ្ញុំមិនបានឈប់ដូច្នេះខ្ញុំបានសួរថាតើអ្នកមានបញ្ហាអ្វីជាធម្មតាអ្នកមិនដូចនេះទេប៉ុណ្ណឹងហើយភ្លាមនោះកាមេរ៉ាក៏សើចដូចជាវាពិតជាសើចមែនហើយវាញឹមដោយសំណើចចម្លែកមួយពេលវាបត់ត្រឡប់មកវិញវាបានឈប់យឺតប៉ុន្តែវាមិនបានជន់ហ្វ្រាំងទេវាបានលែងឡានហើយរងចាំឡានឈប់ហើយពេលឡានឈប់កាមេរ៉ាក៏ងាកមកម្ដងទៀតហើយញញឹមដោយមុខដដែលខ្ញុំគិតថាតើអ្នកកំពុងញញឹមដាក់អ្វីតើអ្នកកំពុងព្យាយាមខ្លាចជាវីរៈបរោះមែនទេអ្នកចង់ខ្លាចជាវីរៈបរោះមែនទេប៉ុន្តែស្ដាប់ចុះក្នុងរយៈពេលប៉ុន្មានវិនាទីនៅពេលដែលកាមេរ៉ាបែរមកក្រោយវាបើកផាត់ទ្វារឡានហើយរត់ចូលទៅក្នុងព្រៃការបាត់ខ្លួនរបស់វាមិនបានកើតឡើងនៅឆ្ងាយប៉ុន្មានទេប៉ុន្តែវាហាក់ដូចជាបាត់បន្តិចម្ដងក្នុងរយៈពេល2-3វិនាទីខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែខ្ញុំបានព្យាយាមផ្ដោតអារម្មណ៍ផ្លាស់ទៅកៅអីអ្នកបើកបរទៅមកដើម្បីទៅដល់កន្លែងដែលណេតនៅពេលខ្ញុំកំពុងធ្វើដំណើរត្រឡប់មកវិញខ្ញុំបានបើកភ្លើងខ្ពស់ហើយជន់ឈ្នន់ហ្គាសរហូតដល់វាឡើងដល់5នាទីមុនពេលវាមកដល់ចំណុចដើមពេលខ្ញុំបើកបរត្រឡប់មកវិញវាចំណាយពេលយូរបន្តិចរហូតដល់ខ្ញុំគិតថាខ្ញុំជិតដល់ហើយខ្ញុំបានឃើញអ្វីដែលនៅពីមុខខ្ញុំនៅខាងឆ្វេងជិតចំណុចចូលវាហាក់ដូចជាស្រមោលដែលឆ្លុះបញ្ចាំងពីភ្លើងមុខវាមើលទៅដូចជាស្រមោលខ្មៅវាមើលទៅដូចជាមិត្តរបស់ខ្ញុំហើយមានមនុស្ស2នាក់ហើយពួកគេទាំងពីរមើលទៅដូចជាកំពុងឈោះឆ្លោះប្រកែកគ្នាខ្ញុំបញ្ញាប់បើកឡានទៅជិតរហូតដល់ខ្ញុំចូលទៅជិតគ្រប់គ្រាន់ដើម្បីមើលពួកខ្ញុំបានឃើញថាពួកគេជាមិត្តភក្តិរបស់ខ្ញុំទាំងណេតនិងគង់ម្នាក់កាន់ដបងនិងម្នាក់ទៀតកាន់កាំបិតពួកគេកំពុងវាយគ្នាខណៈពេលដែលម្នាក់ក្នុងចំណោមពួកគេកាន់កាំបិតនិងម្នាក់ទៀតកាន់ដបងខ្ញុំពិតជាមានការភ័ន្តច្រឡំខ្លាំងណាស់រហូតដល់ខ្ញុំមិនយល់ថាពួកគេអាចប្រយុទ្ធគ្នាដោយរបៀបណានិងហេតុអ្វីបានជាខំនៅទីនោះនៅពេលនោះខ្ញុំបានព្យាយាមបញ្ឈប់ពួកគេចៅប្លន់បានប្រាប់ពួកគេឲ្យឈប់ប៉ុន្តែនៅពេលដែលគ្មាននរណាម្នាក់បញ្ឈប់ពួកគេទេខ្ញុំបានចុះពីឡានដើម្បីបញ្ឈប់ពួកគេប៉ុន្តែនៅពេលដែលខ្ញុំចុះពីឡានពេលដែលចៅប្លន់និងចៅទាំងពីរនាក់នោះងាកមកភ្លាមខ្ញុំឃើញថាពួកគេទាំងពីរនាក់បានឈប់ប៉ុន្តែនៅពេលដែលពួកគេឈប់ពួកគេទាំងពីរនាក់បានរត់ចូលទៅក្នុងព្រៃខ្ញុំពិតជាមានការភ័ន្តច្រឡំហើយមិនយល់ថាមានអ្វីកើតឡើងទេខ្ញុំមិនយល់ថាមានអ្វីកើតឡើងទេប៉ុន្តែខ្ញុំមិនខ្វល់ទេហើយបន្តដើរតាមពួកគេមានពេលមួយខ្ញុំមើលមិនឃើញអ្វីទេព្រោះវាងងឹតហើយខ្ញុំមើលមិនឃើញដូច្នេះខ្ញុំគិតថាខ្ញុំត្រូវតែចេញពីឡានដើម្បីរកពិលឬហៅនរណាម្នាក់ឲ្យជួយខ្ញុំជាសំណាងល្អខ្ញុំមិនបានចូលទៅជ្រៅពេកទេដូច្នេះពេលខ្ញុំងាកមកវិញខ្ញុំនៅតែឃើញភ្លើងឡាននិងពន្លឺភ្លឺនៅខាងក្រៅដូច្នេះខ្ញុំបានដើរតាមភ្លើងនោះប៉ុន្តែអ្វីដែលបានកើតឡើងពេលខ្ញុំទៅដល់ឡានខ្ញុំឃើញថាមានអ្នកបើកបរអង្គុយនៅទីនោះខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំគិតថាមានចោរដូច្នេះខ្ញុំក៏រត់ទៅរកឡានប៉ុន្តែពេលខ្ញុំឃើញគាត់ភ្លាមខ្ញុំកាន់តែភ្ញាក់ផ្អើលជាងមុនព្រោះអ្នកបើកបរគឺជាខ្ញុំមិនដឹងថាវាជាអ្វីហើយហេតុអ្វីខ្ញុំឃើញវាហើយហេតុអ្វីខ្ញុំឈរនៅទីនោះដំបូងឡើយខ្ញុំគិតថាខ្ញុំជាខ្មោចដូច្នេះខ្ញុំមើលទៅក្រោមប៉ុន្តែខ្ញុំនៅតែឃើញដៃនិងជើងហើយខ្ញុំនៅតែដើរលើឥដ្ឋដូច្នេះខ្ញុំបានចូលទៅក្នុងឡានហើយចាប់ចំណុចទាញទ្វារហើយខ្ញុំនៅតែអាចចាប់វាបានហើយវាមិនបាក់ដូចជាវាមិនមាននោះទេប៉ុន្តែនៅពេលនោះនៅពេលដែលខ្ញុំចាប់ទ្វារហើយបើកវាពាក់កណ្ដាលខ្ញុំបានឮសំឡេងសើចដូចជាវាមកពីខាងលើដូច្នេះខ្ញុំក៏ក្រោកឡើងវាមិនមែនជាដើមឈើទេប៉ុន្តែជាដើមឈើប្រភេទណាមួយវានៅជិតឡានពេកហើយខ្ញុំបានឃើញទាំងខងនិងណេតអង្គុយលើគល់ឈើមួយសម្លឹងមើលមកខ្ញុំហើយសើចវាពិតជាខំមែនប៉ុន្តែខ្ញុំមិនប្រកាសអំពីណេតទេព្រោះមុខរបស់គាត់ខូចទ្រង់ទ្រាយពេកហើយលលាក្បាលរបស់គាត់ពោពេញដោយឈាមហើយភ្នែករបស់គាត់ហើមឡើងហើយរាងកាយរបស់គាត់មើលទៅមិនល្អដូចជាវាត្រូវបានវេចដុំយ៉ាងធ្ងន់ធ្ងរហើយរាងកាយរបស់ខំពោពេញដោយស្នាមជាំនិងជ្រៅទៅក្នុងឆ្អឹងរបស់គាត់ហើយម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់នោះខ្ញុំមិនចាំថាគាត់ជានរណាទេគាត់បានដាក់ដៃចុះហើយព្យាយាមបិទបង្អួចដូចជាគាត់កំពុងបិទអ្នកបើកបរហើយម្នាក់ទៀតបានដាក់ដៃនៅពីមុខខ្ញុំហើយប៉ុណ្ណឹងពេលខ្ញុំឃើញភ្លាមខ្ញុំមិនខ្វល់ថាអ្នកណានៅទីនោះទេខ្ញុំបានងាកក្រោយហើយរត់ប៉ុន្តែខ្ញុំមិនដឹងថាមានអ្វីវាយខ្ញុំទេខ្ញុំបានងាកក្រោយហើយរត់ចូលទៅក្នុងព្រៃហើយពេលខ្ញុំបន្តរត់បានប្រហែល100ម៉ែត្រខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះខងនិងណេតដេកចុះហើយអ្នកទាំងពីរនោះកំពុងត្រូវបានពោះតិចជាង10ក្បាលខាំដែលកំពុងវានៅលើដីពេលខ្ញុំឃើញដូច្នោះខ្ញុំបានព្យាយាមដេញពួកវាហើយពេលខ្ញុំដេញពួកវាខ្ញុំបានគប់ដំបងទៅលើពួកវាហើយពួកវារងរបួសហើយរើថយក្រោយហើយពួកវាខ្លះព្យាយាមខំពេលខ្ញុំដេញពួកវាកាន់តែច្រើនវាឈានដល់ចំណុចមួយដែលខ្ញុំមិនអាចទ្រាំទ្របានទៀតទេនៅពេលដែលអ្នកទាំងពីរនោះប្រែក្លាយទៅជាមនុស្សយឺតប៉ុន្តែពួកវាកំពុងវាហើយពួកវាបានវាចូលទៅក្នុងព្រៃយើងមិនអាចទ្រាំទ្របានទៀតទេរត់ចេញហើយខ្ញុំមិនអាចទ្រាំទ្របានទៀតទេហើយអ្នកដឹងទេពេលខ្ញុំដេញអ្នកទាំងពីរនោះខំក្រោកឡើងយឺតហើយប្រាប់ខ្ញុំឲ្យរត់ចេញហើយគាត់ដេញខ្ញុំច្រើនដងដូច្នេះខ្ញុំក៏រត់ហើយពេលខ្ញុំរត់ខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំដួលហើយមានអ្វីមួយបុកខ្ញុំតែម្ដងពេលខ្ញុំបើកភ្នែកខ្ញុំឃើញខ្លួនឯងអង្គុយក្នុងឡានរបស់ណេតហើយខ្ញុំនៅលើកៅអីអ្នកបើកបរហើយនៅពីមុខខ្ញុំមានដើមឈើធំមួយខ្ពស់ស្ទើរតែដូចខ្ញុំហូរឈាមខ្ញុំបានធំក្លិនផ្សែងហើយមានថង់ពណ៌សក់មួយរីប៉ាយនៅស្មារបស់ខ្ញុំមែនទេខ្ញុំបានបុកដើមឈើបុកកង់ឡានហើយស្ទើរតែបុកអ្នកបើកបរជើងរបស់ខ្ញុំជាប់នឹងដីខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទេប៉ុន្តែខ្ញុំមិន
អាចកម្រើកបានប៉ុន្តែនៅពេលនោះខ្ញុំមានសំណាងណាស់ដែលទូរស័ព្ទរបស់ខ្ញុំនៅតែមានដូច្នេះខ្ញុំបានហៅប៉ូលីសប៉ុន្តែខ្ញុំត្រូវតែទទួលស្គាល់ថាខ្ញុំបានប្រាប់កន្លែងខុសខ្ញុំមិនដឹងថាខ្ញុំនៅឯណាទេខ្ញុំគ្រាន់តែប្រាប់អ្វីដែលខ្ញុំបានឃើញដូច្នេះពួកគេនិយាយថាពួកគេដឹងហើយប្រាប់ខ្ញុំឲ្យរឹងមាំឬពួកគេនឹងមកខ្ញុំកំពុងរងចាំនៅក្នុងឡានដោយព្យាយាមរឹងមាំរហូតដល់ខ្ញុំភ្ញាក់ឡើងពេលខ្ញុំឃើញមិត្តភ័ក្តិពីរនាក់របស់ខ្ញុំដើរចេញពីព្រៃយឺតពួកគេមើលទៅដូចជាស្លាប់ទៅហើយដូចជាពួកគេត្រូវបានបញ្ជាឲ្យដើរចេញហើយពេលពួកគេទៅដល់ចំណុចមួយដែលមានបាយនិងការីនៅលើថង់ប្លាស្ទិកខ្ញុំគិតថានោះជាអ្វីដែលខ្ញុំបានប្រាប់ពួកគេហើយពេលពួកគេទៅដល់ទីនោះពួកគេដួលយឺតហើយដេកចុះខ្ញុំបន្តហៅមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែពួកគេមិនបានរើទេបន្ទាប់ពីមួយរយៈប៉ូលីសបានមកយកខ្ញុំចេញជាមួយឡានប៉ូលីសហើយនាំខ្ញុំចេញហើយនោះជាទីបញ្ចប់នៃជីវិតរបស់ខ្ញុំដូច្នេះខ្ញុំបានប្រាប់ពួកគេពីអ្វីដែលបានកើតឡើងចាប់តាំងពីខ្ញុំងងុយគេងពេលខ្ញុំទៅដល់ទីនោះខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំកំពុងផ្ដល់បាយដល់ប៉ូលីសហើយអ្នកដឹងទេពេលខ្ញុំប្រាប់ពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើលពួកគេនិយាយថាគ្មានអ្វីទេគ្មានអ្វីទេគ្មានអ្វីដែលខ្ញុំមិនដឹងទេហើយពួកគេបានសុំឲ្យខ្ញុំបន្តទៅមុខទៀតដូច្នេះខ្ញុំបានប្រាប់ពួកគេថាបន្ទាប់ពីខ្ញុំដួលរថយន្តប៉ូលីសបានរត់គេចខ្លួនហើយពេលវាទៅដល់ចំណុចមួយរថយន្តប៉ូលីសមិនមែនជារបស់ពិតទេវាបានលោតចេញពីរថយន្តហើយបាត់ខ្លួនដូច្នេះខ្ញុំបានបើកឡានត្រឡប់មកវិញប៉ុន្តែពេលខ្ញុំទៅដល់ទីនោះខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំកំពុងឆ្លោះប្រកែកគ្នារួមទាំងខ្ញុំផងដែរខ្ញុំបានឃើញមនុស្សពីរនាក់ម្នាក់ក្នុងចំណោមពួកគេកំពុងអង្គុយក្នុងរថយន្តហើយគាត់មិនដឹងអ្វីទាំងអស់គាត់មើលទៅដូចជាមិត្តភ័ក្តិគាត់កំពុងអង្គុយលើដើមឈើព្យាយាមបិទមុខរហូតដល់ចប់ខ្ញុំបានរត់ចូលទៅក្នុងព្រៃពួកគេបានណែនាំខ្លួនឯងថាជាមិត្តភ័ក្តិខ្ញុំបានជួបមិត្តភ័ក្តិម្នាក់ពួកគេបានណែនាំខ្លួនឯងថាជាមិត្តភ័ក្តិហើយពេលពួកគេដួលពួកគេមិនដឹងថាមានអ្វីកើតឡើងទេព្រោះពួកគេមិនមានឱកាសរស់ឡើងវិញទេតើខ្លួនខ្ញុំត្រូវបានគេធ្វើបាបច្រើនណាស់ហើយពួកគេជឿថាខ្ញុំអាចនឹងត្រូវគេលួចថតហើយខ្ញុំបានបើកឡានត្រឡប់មកវិញប៉ុន្តែខ្ញុំត្រូវបានបិទភ្នែកពួកគេបាននាំខ្ញុំទៅកាន់ពិភពលោកមួយផ្សេងទៀតបានឃើញមិត្តភ័ក្តិរបស់ខ្ញុំរងរបួសហើយបន្ទាប់មកក៏ជួបគ្រោះថ្នាក់ពួកគេមានទំនាក់ទំនងគ្នាតាមអ្វីដែលខ្ញុំបានឃើញមានវិញ្ញាណពីរដែលមើលទៅដូចជាមិត្តភ័ក្តិកំពុងព្យាយាមបិទបាំងមុខអ្នកបើកបរដែលជាខ្ញុំហើយកំពុងព្យាយាមបិទបាំងមុខអ្នកដទៃផងដែរដូចជាខ្មោចពីព្រោះនៅទីបំផុតទាំងណេតនិងខុងគ្មានរបួសអ្វីទាំងអស់ពួកគេទាំងពីរនាក់សុទ្ធតែមានបេះដូងខូចហើយរឿងដែលច្របូកច្របល់នោះគឺថាតើណេតនិងខុងដែលបានស្លាប់នោះមកពីណាហើយហេតុអ្វីបានជាពួកគេចេញមកសពថ្ងៃខ្ញុំនៅតែចងចាំអ្វីគ្រប់យ៉ាងខ្ញុំមិនដែលភ្លេចទុកសោកនឹងអ្វីគ្រប់យ៉ាងដែលបានកើតឡើងនោះទេហើយមានរឿងមួយទៀតដែលខ្ញុំបានរកឃើញនៅពេលក្រោយហើយវាពិតជាគួរឲ្យខ្លាចណាស់នោះគឺផ្លូវដែលយើងចូលទៅទីនោះវាជាផ្លូវទាត់ច្រកចម្ងាយ10គីឡូម៉ែត្រពីផ្លូវធំខ្ញុំមិនដឹងថាណេតវង្វេងផ្លូវដោយរបៀបណាទេពេលខ្ញុំកំពុងដេកលក់ហេតុអ្វីបានជាខុងមិនបញ្ឈប់គាត់ឬរឿងទាំងនោះវាបានធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងនោះហើយខ្ញុំមិនបានស្លាប់ទេប៉ុន្តែខ្ញុំនៅតែស្លាប់